Bao giờ bị ca lụt lót rồi bao tiền rụt nó không tới tam sa bà đà bà xin chia lời ní mà ban ta tận nôm hay khơi pi chnô hói mình này thái dương cầm bông tại miền tây puaไปคล้ายយើងអាចតែឃើញមុនពេលខ្លះតតែយើងបាត់រដូវបានយើងតែឃើញទោះជាម៉ែបាត់រដូវតែមួយថ្ងៃក៏ដោយកូននៅក្នុងផ្ទៃគឺមានអាយុស្មើនឹង4សប្តាហ៍អញ្ចឹងសម្រាប់អតីតដំបូងដែលយើងដឹងថាយើងមានផ្ទៃពោះហ្នឹងគឺកូនមានអាយុ4សប្តាហ៍ហើយនៅក្នុងរយៈពេលដំបូងនេះនៅពេលដែលយើងដឹងតែមានផ្ទៃពោះភ្លាមតើរឿងអីដែលយើងគួរតែចាប់អារម្មណ៍ទៅលើរូបរាងកាយរបស់យើងចំពោះម៉ែខ្លះនៅពេលដែលចាប់ដើមតេស្តឃើញហើយពីឆ្នោតហើយគឺមានអារម្មណ៍អាចមានអារម្មណ៍ធីងថងវល់មុខដែលគេហៅថាជាអាការៈចាញ់កូនហ្នឹងហើយមានអាការៈមួយទៀតហ្នឹងគឺយើងនឹងឈឺអួលនៅលើថ្នាលហើយក៏ដូចជាមានអាការៈហើមពោះអាការៈទាំងអស់ហ្នឹងគឺជាធម្មតាគឺជារឿងធម្មតារឿងដែលមិនធម្មតាហ្នឹងគឺបើសិនជាក្នុងករណីថាយើងមានអាការៈធ្លាក់ឈាមអាហ្នឹងអាចមិនធម្មតាទេហើយនៅក្នុងដំណាក់កាលនេះមិនមែនបាច់តន់តែអេកូក៏បានដែរគឺមើលអត់តន់ឃើញទេសរុបមកគឺអេកូអត់តន់ឃើញអាយុកូន4សប្តាហ៍ហើយអាការៈដែលយើងអាចមានហ្នឹងគឺចាប់ដើមចាញ់តិចឬមួយក៏មានអាការៈហើមពោះឈឺអួលនៅលើថ្នាលឈឺអួលនៅលើថ្ងាសប៉ុន្តែអត់ត្រូវមានអាការៈធ្លាក់ឈាមអីទេបើសិនជាម៉ែអត់បានញ៉ាំវីតាមីនទេពេលនេះគឺជាពេលដែលយើងត្រូវញ៉ាំវីតាមីនសំខាន់បំផុតក្នុងដំណាក់កាលនេះគឺមាន folic acid ហើយនិងជាតិដែកឥឡូវអាយុគាត់បាន5សប្តាហ៍ហើយអញ្ចឹងទំហំរបស់គាត់ប្រហែលជាប៉ិនក្របក្រូចទៅក្របទៅសក់អីហ្នឹងគឺនៅទូចនៅឡើយទេប៉ុន្តែអ្នកខ្លះគឺអាចអេកូមើលឃើញហើយម៉ែក៏បាត់រដូវទៅតែមួយអាទិត្យទេប៉ុន្តែពេលនេះអាយុកូនគឺបាន5សប្តាហ៍សិនជាយើងអេកូឃើញហើយនៅក្នុងដំណាក់កាលនេះអាចមិនទាន់ឃើញចង្វាក់បេះដូងនៅឡើយទេអញ្ចឹងម៉ែកុំអាទាន់មានការផិតភ័យឬមួយក៏ព្រួយបារម្ភដំណាក់កាលមួយនេះគឺលឿនមែនតើគ្រាន់យើងអាចឃើញថង់កូនតែប៉ុណ្្នឹងគឺអស់ហើយនិយាយអំពីបំរែបំរួលរាងកាយរបស់ម៉ែវិញគឺពេលនេះគឺកំពុងតែអ្នកខ្លះគឺពេញចាញ់ហើយអ្នកខ្លះអត់មានអាការៈចាញ់កូនអីទេបើសិនជាអ្នកអត់តន់ចាញ់កូនទេគឺមានន័យថាយើងរៀងសំណាងដែរចំណុចមួយទៀតគឺយើងអាចចាប់ផ្ដើម clear នេះ clear នោះមានអាការៈរៀងធីងថងហើមពោះគឺនៅតែបន្តដដែលហើយបើសិនជារូបរាងកូនវិញបើយើងទៅមើលនៅក្នុងអេកូអាចអត់ទាន់មើលឃើញរូបរាងទេអាចឃើញថង់សិនដោយសារតែគាត់នៅតូចខ្លាំងមែនតើតែពេទ្យមួយចំនួនគាត់ហៅថាទឹមតែចេញប្លុកកូនទេពេទ្យខ្លះគាត់បញ្យល់ថារូបរាងដូចកូនក្អុកកូនក្អាត់អីចឹងក៏មានដែរក្នុងដំណាក់កាលនេះដែរបើសិនជាម៉ែមានអាការៈធ្លាក់ឈាមគឺត្រូវប្រញាប់ទៅពេទ្យនៅក្នុងដំណាក់កាលនេះបើសិនជាម៉ែមានអាការៈឈឺអួលលើថ្ងាសឬមួយក៏ហើមពោះគឺអូខេធម្មតាប៉ុន្តែបើសិនជាមានការធ្លាក់ឈាមតិចក្តីឬមួយក៏ច្រើនក្តីត្រូវប្រញាប់ទៅពេទ្យចាស់ក៏តែងតែហៅថាឈាមលាងក្បាលកូនប៉ុន្តែយើងអាចបែងចែករវាងឈាមលាងក្បាលកូនហើយនឹងសញ្ញាណគម្រាមរលូតបានទេកុំភ្លេចញ៉ាំវីតាមីនផងណាម៉ែការលូតលាស់របស់ទារកនៅក្នុងផ្ទៃនៅអាយុ6សប្តាហ៍អាយុគាត់6សប្តាហ៍មែនប៉ុន្តែម៉ែតែបាត់រដូវ2សប្តាហ៍តែប៉ុណ្ណោះបើសិនជាម៉ែទៅអេកូគឺអាចមើលឃើញកូនហើយចំពោះម៉ែមួយចំនួនទៀតពេលអេកូក៏អាចឃើញចង្វាក់បេះដូងកូនដែរអាការៈមានផ្ទៃពោះនៅក្នុងត្រីមាសទី1នៅអាយុ6សប្តាហ៍នេះម៉ែអាចមានចេញអាការៈចាញ់ហើយម៉ែមួយចំនួនក៏អាចអត់ចាញ់ដែរអាហ្នឹងគឺសំណាងមែនតែនហើយម៉ែក៏អាចមានអាការៈឈឺអួលនៅលើថ្ងាសដែរម៉ែមួយចំនួនគឺត្រូវទៅបន្ទប់ទឹកញឹកជាងមុនមានន័យថាតិចឈឺនោមឈឺនោមហ្នឹងទាំងអស់គឺជាអាការៈធម្មតានៅក្នុងដំណាក់កាលនេះម៉ែត្រូវតាមដានខ្លួនឯងបើសិនជាមានអាការៈធ្លាក់ឈាមតិចតួចក្តីក៏យើងត្រូវប្រញាប់ទៅពេទ្យដែរបាននិយាយអំពីទំហំរបស់កូនវិញគឺនៅទូចនៅឡើយទេចន្លោះទំហំប្រហែលជា3លីទៅ5លីឬមួយក៏3មីលីម៉ែត្រទៅ5មីលីម៉ែត្រនឹងឯងគឺទូចមែនតែនចំពោះអេកូមួយចំនួនគឺអាចមើលឃើញទំហំកូនអេកូខ្លះក៏អត់ទៅច្បាស់ក៏មើលអត់សូវឃើញដែរអញ្ចឹងអាចឃើញជាថង់កូនឬមួយក៏ឃើញទូចមែនតែនហ្មងដោយសារទំហំកូននៅទូចនៅឡើយតែបើសិនជាយើងទៅពិនិត្យផ្ទៃពោះនៅ6សប្តាហ៍នេះដូចខ្ញុំនិយាយអញ្ចឹងពេលខ្លះអាចឃើញចង្វាក់បេះដូងកូនពេលខ្លះអត់ទាន់ឃើញចង្វាក់បេះដូងកូនទេបើនិយាយអំពីការលូតលាស់របស់កូនគាត់អាចចេញទម្រង់ប៉ុន្តែមិនទាន់ចេញលក្ខណៈជាទារកនៅឡើយទេគឺនៅមានទម្រង់បែបជាអំព្រីយ៉ូមើលទៅអត់ចេញលក្ខណៈដូចមនុស្សទេប៉ុន្តែអវយវៈរបស់គាត់ហ្នឹងគឺចាប់ផ្ដើមលូតលាស់ហើយទៅចាប់ផ្ដើមចេញប្លុកតិចហើយនៅក្នុងដំណាក់កាលនេះម៉ែកុំភ្លេចញ៉ាំវីតាមីនហើយនិង folic acid ឲ្យបានគ្រប់គ្រាន់ការលូតលាស់របស់ទារកនៅក្នុងផ្ទៃនៅ7សប្តាហ៍សម្រាប់ម៉ែដែលមានកូនអាយុ7សប្តាហ៍នៅក្នុងកឥឡូវហ្នឹងគឺអាចចាប់អារម្មណ៍ហើយអ្នកខ្លះគាត់ថាគាត់ចាប់ផ្ដើមឃើញពោះគាត់តិចអីអញ្ចឹងក៏មានដែរ
ប៉ុន្តែពេលខ្លះវាគ្រាន់តែជាការហើមពោះតែប៉ុណ្ណោះដោយសារតែអរម៉ូនប្រូជេស្តេរ៉ូននៅក្នុងខ្លួនយើងគឺវាមានច្រើនបើនិយាយអំពីកូនណាគឺឥឡូវនេះកំពុងតែលូតលាស់បានប្រហែលជា1សង់ទីម៉ែត្រហើយឬមួយក៏ទំហំប្រហែលប៉ិនកញ្ចក់ដៃនៅក្នុងដំណាក់កាលនេះម៉ែមួយចំនួនអាចមានអាការៈចាញ់ខ្លាំងពេលខ្លាំងងួយគេងបត់ជើងតូចញឹកហើយក៏មានអាការៈហើមពោះនៅឈឺអ៊ូលដែរបើសិនជាយើងមានអាការៈឈឺអ៊ូលមានន័យថាស្បូនរបស់យើងនឹងកំពុងតែរីកដើម្បីឲ្យកូននៅហើយម៉ែត្រូវចាប់អារម្មណ៍ថានៅក្នុងដំណាក់កាលនេះយើងអាចមានអាការៈឈឺអ៊ូលនៅលើថ្ងាសប៉ុន្តែយើងអត់ត្រូវមានអាការៈធ្លាក់ឈាមទេហើយខ្ញុំចង់ប្រាប់ម៉ែមួយនៅពេលដែលយើងអេកូទៅឃើញចង្វាក់បេះដូងកូនឬមួយក៏កូនចាប់ផ្ដើមមានចង្វាក់បេះដូងអត្រានៅក្នុងការរលូតគឺបានធ្លាក់ចុះយ៉ាងច្រើនគឺធ្លាក់ចុះមកក្រោម 10% ប៉ុន្តែទោះបីជាយ៉ាងណាម៉ែត្រូវតែថែទាំខ្លួនហើយត្រូវញ៉ាំវីតាមីនក៏ដូចជាការសម្រាកឲ្យបានគ្រប់គ្រាន់ហើយកុំភ្លេចទៅតាមដានផ្ទៃពោះឲ្យបានទៀងទាត់ណាម៉ែការលូតលាស់របស់ទារកក្នុងផ្ទៃនៅ8សប្តាហ៍តែមានកូនសោះប៉ុន្តែនោមញឹកដល់ហើយមិនដឹងមូលហេតុអីអត់ដោយសារតែលំហូរឈាមរបស់យើងនៅក្នុងខ្លួនកើនឡើងដើម្បីយកទៅចិញ្ចឹមកូនយើងនឹងឯងអញ្ចឹងឈាមរបស់យើងមិនមែនលើសទេប៉ុន្តែលំហូរឈាមរបស់យើងគឺមានការកើនឡើងអញ្ចឹងធ្វើឲ្យការដែលយើងញ៉ាំទឹកអីហ្នឹងគឺយើងងាកឈឺបាត់ជើងងាកឈឺបាត់ជើងហើយរឿងនោមញឹកហ្នឹងណានៅពេលដែលម៉ែចូលដល់ត្រីមាសទី2គឺឡើងសើអីទេប៉ុន្តែវានឹងត្រឡប់មកវិញនៅក្នុងត្រីមាសទី3នៅពេលដែលកូនរីកធំហើយសកត់នៅលើផ្លោកនោមរបស់យើងនៅក្នុងដំណាក់កាលនេះកូនរបស់យើងគឺមើលទៅស្តៀងមនុស្សតិចមិនទាន់ស្តៀងមនុស្សខ្លាំងទេប៉ុន្តែគឺគាត់ចាប់ផ្ដើមដោះដៃដោះជើងហើយម៉ែត្រូវចាប់អារម្មណ៍ពីដើមទ្រូងរបស់យើងក៏ចាប់ផ្ដើមឡើងដូចគ្នានៅក្នុងដំណាក់កាលនេះបើសិនជាម៉ែមានអាការៈចាញ់ខ្លាំងម៉ែអាចបន្ថយការញ៉ាំដោយការញ៉ាំតិចប៉ុន្តែញឹកវិញហើយកុំភ្លេចញ៉ាំវីតាមីនជាមួយនឹង folic acid នៅតែបន្តញ៉ាំដដែលដំណាក់កាលនេះបើសិនជាម៉ែមិនទាន់ឡើងគីឡូទេក៏កុំបារម្ភជាទូទៅនៅក្នុងត្រីមាសទី1ម៉ែអាចមិនទាន់ឡើងគីឡូទេដោយសារតែការចាញ់របស់យើងហើយនឹងការមិនស្រួលខ្លួនរបស់យើងបើនិយាយអំពីទំហំកូនវិញប្រហែលជាឥឡូវនេះបាន1សង់ទីម៉ែត្រហើយឬមួយក៏ប៉ិនប្រហែលជាប៉ិនផ្លែ blueberryម៉ែមួយចំនួនអាចចាប់អារម្មណ៍ថាយើងមានអាការៈធ្លាក់សវាអាចមានតិចតួចប៉ុន្តែយើងត្រូវពិនិត្យមើលថាវាអត់មានក្លិនអត់មានការរមាស់ហើយយើងត្រូវចាប់អារម្មណ៍មួយទៀតថាវាមិនមែនជាការធ្លាក់សលាយឈាមទេការលូតលាស់របស់ទារកនៅក្នុងផ្ទៃនៅ9សប្តាហ៍ម៉ែមានដឹងអត់ថាកូនណានៅពេលដែលដល់អាយុ9សប្តាហ៍នេះគឺចេញរូបរាងដូចមនុស្សមែនតើបើនិយាយអំពីទំហំរបស់គាត់ប្រហែលជាប៉ិនផ្លែត្រពាំងបាយជូរហើយអ្វីដែលយើងត្រូវដឹងគឺនៅពេលនេះបេះដូងរបស់គាត់គឺចាប់ផ្ដើមវិវត្តហើយលោតតែម្ដងចង្វាក់បេះដូងកូននៅក្នុងត្រីមាសទី1នេះអាចរៀងខ្លាំងបន្តិចអញ្ចឹងចង្វាក់បេះដូងទូទៅហ្មងគឺអាចចន្លោះពី110រហូតដល់180អញ្ចឹងម៉ែដែលទើបតែមានផ្ទៃពោះហើយពិនិត្យទៅឃើញមានចង្វាក់បេះដូងកូនអាចឃើញចង្វាក់បេះដូងកូននៅក្នុងកំឡុងប៉ុណ្ណឹងគឺតង់110ទៅដល់180នៅក្នុងត្រីមាសទី1ណាប៉ុន្តែនៅពេលដែលអាយុកូនរហូតដល់ត្រីមាសទី2ចង្វាក់បេះដូងកូនប្រហែលជាមិនឡើងខ្ពស់ដល់180ទេបើនិយាយអំពីអាការៈរបស់ម៉ែវិញម៉ែខ្លះគាត់បានរួចស្ដោយមានអារម្មណ៍ថាធូរស្បើយពីការចាញ់ប៉ុន្តែម៉ែខ្លះគឺកំពុងតែនៅតែចាញ់ខ្លាំងដដែលទៅឡើយទេម៉ែខ្លះគាត់ថាសាបមាត់សាបកចេញទឹកមាត់ជ្រិចជ្រឹករហូតប៉ុន្តែអត់មានបញ្ហាអីទេកូនយើងឥឡូវក៏ចាប់ដើមដោះតបកភ្នែកដែរអញ្ចឹងគាត់នឹងចាប់ដើមបិទរហូតដល់ចុងត្រីមាសទី2ទៅគាត់បើកភ្នែករបស់គាត់ត្រឡប់មកវិញម៉ែមួយចំនួនគឺចាប់ដើមបារម្ភហើយដោយសារតែឃើញខ្លួនឯងឡើងខ្មៅកឬមួយក៏មុខឬមួយក៏ឡើងមុនដោយសារតែអរម៉ូនអេស្ត្រូជិនហើយនិងប្រូជេស្តេរ៉ូនរបស់យើងគឺវាឡើងចុះនៅក្នុងដំណាក់កាលនេះតែទោះបីជាយើងមានស្នាមខ្មៅឬមួយក៏ឡើងមុនខ្លាំងក៏ដោយម៉ែកុំបារម្ភវានឹងបាត់ទៅវិញសិនជាយូរពេលដែលយើងសម្រាលកូនហើយគឺអាចបាត់ទៅវិញអស់ហើយប៉ុន្តែបើសិនជាលឿនធម្មតាត្រីមាសទី2អីហ្នឹងគឺវាបាត់អស់ហើយសរីរៈរបស់គាត់ផ្សេងទៀតដៃជើងជាមួយនឹងគ្រឿងខ្នល់ក៏ចាប់ផ្ដើមវិវត្តប្រើដែរអាការៈហើមពោះឬមួយក៏មានអារម្មណ៍ថាទល់លាមកគឺនៅបន្តដដែលប៉ុន្តែអត់អីទេម៉ែវាគឺជាអរម៉ូនប្រូជេស្តេរ៉ូនដែលធ្វើឲ្យខ្លួនរបស់យើងមានសភាពបែបហ្នឹងប៉ុន្តែត្រូវចាំថាអរម៉ូនប្រូជេស្តេរ៉ូនហ្នឹងគឺមានមុខងារការពារកូនរបស់យើងដូចគ្នាការវិវត្តរបស់កូននៅក្នុងផ្ទៃនៅ10សប្តាហ៍យ៉ាម៉ែខ្លះចាប់ផ្ដើមខ្ទាតពោះហើយប៉ុន្តែម៉ែខ្លះគឺអត់មានតន់ឃើញអីទាំងអស់បើនិយាយអំពីទំហំកូនណាប្រហែលជាចិត្តប៉ិនផ្លែក្រូចឆ្មាហើយឥឡូវនេះគឺរូបរាងកូនចេញមកគឺដូចមនុស្សហើយគឺដោះដៃដោះជើងអីហើយអស់ហើយបើនិយាយពីកូននៅក្នុងអាយុ10សប្តាហ៍ក្នុងផ្ទៃហ្នឹងគឺគាត់ចាប់ផ្ដើមមានកាពះហើយក៏មានតម្រង់នោមដូចគ្នាហើយឆ្អឹងហើយអីហ្នឹងក៏ចាប់ផ្ដើមដោះដែរដែលធ្វើឲ្យគាត់គឺដូច
ចេញមកគឺរូបរាងបែបមនុស្សហើយគឺលែងដូចជាអំប្រយោជន៍ដែលយើងមើលអត់សូវយល់ដូចកាលមុនហើយបើនិយាយអំពីអាការៈរបស់យើងជាម៉ែវិញណាពេលខ្លះគាត់នៅថាអូយនៅតឹងពោះនៅមានអារម្មណ៍ថាទល់លាមកខ្លាំងពិបាកនៅក្នុងការផោមពិបាកនៅក្នុងការបត់ជើងឈឺបត់ជើងតូចញឹកអាហ្នឹងគឺជារឿងធម្មតាសម្រាប់ម៉ែដែលមានអាការៈបែបថារៀងទល់លាមកយើងព្យាយាមញ៉ាំផ្លែឈើដែលមាន fiber ខ្ពស់ឲ្យបានច្រើនប៉ុន្តែកុំញ៉ាំផ្លែឈើដែលមានជាតិផ្អែមខ្លាំងពេកផ្លែឈើដែលមាន fiber ខ្ពស់ហើយនឹងការញ៉ាំទឹកឲ្យបានគ្រប់គ្រាន់គឺអាចជួយសម្រួលឲ្យពោះវៀនរបស់យើងនឹងវាធ្វើការបានល្អហើយចំពោះម៉ែដែលអត់ទាន់បាត់អាការៈចាញ់ណាតិចទៀតអាចរៀងធូរស្បើយជាងហ្នឹងហើយឥឡូវនេះគឺនៅកំពុងចាញ់នៅឡើយទេតែបើសិនជាម៉ែអត់មានអាការៈចាញ់ទេអបសាទរគឺម៉ែសំណាងមែនតើអញ្ចឹងក៏មានការព្រួយបារម្ភចំពោះម៉ែខ្លះដែលអត់មានអាការៈចាញ់គឺអាចឡើងគីឡូចាប់ផ្ដើមឃើញការឡើងគីឡូហើយប៉ុន្តែចំពោះម៉ែដែលនៅមានអាការៈចាញ់ខ្លាំងនៅឡើយពេលខ្លះសឹកថាសក់គីឡូទៀតនៅក្នុងត្រីមាសទី1នេះគឺជារឿងធម្មតាអញ្ចឹងម៉ែក៏មានការព្រួយបារម្ភរឿងគីឡូរបស់យើងខ្លាំងពេកប៉ុន្តែម៉ែកុំញ៉ាំរបស់ផ្អែមច្រើនពេកណាការពារកុំឲ្យមានជំងឺទឹកនោមផ្អែមកំឡុងពេលមានផ្ទៃពោះការវិវត្តរបស់ទារកនៅក្នុងផ្ទៃនៅ11សប្តាហ៍បើសិនជា baby ម៉ែបាន11សប្តាហ៍ហើយទំហំរបស់គាត់ប្រហែលប៉ុនផ្លែ strawberry រៀងធំតិចហើយអញ្ចឹងកូនរបស់យើងក៏រៀងធំដែរហើយម៉ែខ្លះគឺអាចមានអារម្មណ៍ថាអូយរៀងខ្ទាតពោះមើលទៅឃើញពោះឃើញអីប៉ុន្តែបើយើងអត់តន់ខ្ទាតពោះក៏មិនមែនជាបញ្ហាអីដែរបើសិនជាម៉ែមានសំណាងណាពេលខ្លះទៅអេកូគឺអាចឃើញភេទកូនទៀតប៉ុន្តែបើសិនជា baby គាត់អត់ឲ្យឃើញទេគាត់នៅអៀនអាហ្នឹងក៏អត់អាចឃើញដូចគ្នាអាការៈហើមពោះអាការៈចាញ់អាការៈទល់លាមកអាចនៅបន្តដដែលប៉ុន្តែមិនមែនជារឿងដែលយើងត្រូវព្រួយបារម្ភខ្លាំងទេញ៉ាំអាហារដែលមានជាតិ fiber ច្រើនហើយនឹងទឹកឲ្យបានច្រើននឹងជួយយើងម៉ែមានដឹងអត់ថានៅពេលដែលកូនដល់អាយុ11សប្តាហ៍នេះតិចរបស់គាត់គឺចាប់ផ្ដើមដុះប្លុកហើយមួយទៀតគឺគាត់ចាប់ផ្ដើមលេចម្រាមដៃម្រាមជើងហើយអូននៅ11សប្តាហ៍គឺចាប់ផ្ដើមចេះរើហើយប៉ុន្តែដោយសារថាគាត់នៅទូចខ្លាំងពេកអញ្ចឹងយើងអត់ទាន់ដឹងទេយើងអត់ទាន់មានអារម្មណ៍ថាគាត់រើទេរឿងដែលសំខាន់មួយទៀតម៉ែត្រូវចាំថានៅសប្តាហ៍ក្រោយនៅសប្តាហ៍ទី12គឺជាការអេកូមួយយ៉ាងសំខាន់សម្រាប់កូនយើងបើសិនជាម៉ែមិនចាំរដូវច្បាស់លាស់ការអេកូនៅ12សប្តាហ៍នឹងអាចកំណត់ដឹងច្បាស់នៅថ្ងៃគ្រប់ខែហើយចំណុចមួយទៀតហ្មងគឺតាក់ទងជាមួយនឹងការវាស់កញ្ចឹងករបស់កូនហើយចំណុចមួយទៀតហ្មងគឺការវាស់កម្រាស់កញ្ចឹងករបស់កូនដើម្បីបង្ហាញនិងពិនិត្យមើលឲ្យច្បាស់លាស់នៅភាពមិនប្រក្រតីផ្សេងៗរបស់ការលូតលាស់របស់កូនយើងអញ្ចឹងអេកូនៅ12សប្តាហ៍ដាច់ខាតកុំឲ្យបាត់ហើយកុំភ្លេចទៅអេកូឲ្យសោះម៉ែអញ្ចឹងឥឡូវនេះនៅពេលដែលកូនអាយុ11សប្តាហ៍កុំភ្លេចណាត់ពេទ្យអញ្ចឹងដើម្បីរៀបចំឲ្យហើយនៅពេល12សប្តាហ៍គឺយើងទៅពេទ្យតែម្ដងការលូតលាស់របស់ទារកនៅក្នុងផ្ទៃនៅ12សប្តាហ៍កូនបានប៉ុណ្ណាហើយ12សប្តាហ៍ប្រហែលជាប៉ិនផ្លែក្រូចឆ្មាហើយប៉ុណ្ណឹងម៉ែខ្លះគាត់មានសំណាងគាត់អាចមើលឃើញភេទកូនហើយនៅអាយុកូន12សប្តាហ៍នេះប៉ុន្តែម៉ែខ្លះក៏នៅមិនទាន់បានមើលឃើញនៅឡើយទេចំពោះម៉ែមួយចំនួនគឺគាត់ចាប់ផ្ដើមចេញពោះគេហៅថាខ្ទាតពោះហើយប៉ុន្តែម៉ែខ្លះក៏អត់ទាន់ខ្ទាតពោះអីដែរហើយជាទូទៅនៅ12សប្តាហ៍នេះម៉ែចំនួនខ្ញុំអត់និយាយថាទាំងអស់គ្នាទេគឺអាចមានអាការៈធូរស្បើយពីការចាញ់ហើយនៅអាទិត្យក្រោយគឺយើងបានឈានចូលទៅត្រីមាសទី2ហើយបើនិយាយពីរូបរាងកូនវិញឥឡូវនេះគឺគាត់ចេញទ្រង់ទ្រាយសឹងតែថាដូចមនុស្ស90%ហើយគឺមានដៃចាប់ដើមចេញដៃចេញជើងម្រាមដៃម្រាមជើងដូចគ្នាហើយម៉ែកុំភ្លេចណានៅក្នុងសប្តាហ៍ទី12នេះម៉ែកុំភ្លេចទៅអេកូឲ្យសោះដោយសារវាគឺជាអេកូដ៏សំខាន់មួយសម្រាប់ការវាស់កម្រាស់កញ្ចឹងកកូនក៏ដូចជាការធ្វើតេស្តឈាមផ្សេងទៀតដែរអញ្ចឹងបើអត់តណាត់ពេទ្យទេត្រូវតែបញ្ញាណាត់ពេទ្យកុំឲ្យហួស12សប្តាហ៍អូចំណុចមួយទៀតដែរបើសិនជាក្នុងករណីថាម៉ែចាប់ផ្ដើមខ្ទាតពោះហើយរឿងមួយទៀតដែលយើងត្រូវធ្វើហ្មងបើសិនជាក្នុងករណីថាយើងលមាស់ពោះឬមួយក៏មានអាការៈចង់បែកសង្វាម៉ែកុំអេសឲ្យសោះព្រោះអីវាអាចធ្វើឲ្យយើងនឹងងាយបែកសង្វារហើយមួយទៀតអាចប្រើជាប្រភេទប្រេងដូងឬមួយក៏លេថែរក្សាពោះការពារសង្វារហ្នឹងយើងអាចចាប់ដើមលាបបានហើយចំពោះម៉ែផ្សេងទៀតគឺគាត់មានអាការៈធុំរបស់គាត់ឡើងណែនតឹងឬមួយក៏ឃើញបំរែបំរួលទំហំក្បាលដោះរបស់គាត់ប្លែកជាងធម្មតាឬមួយក៏ឡើងតឹងណែនខ្លាំងរហូតដល់មានការលមាស់ដូចគ្នាអញ្ចឹងម៉ែកុំអេសដូចគ្នាហើយអាចប្រើជាប្រភេទប្រេងដូងធម្មជាតិឬមួយក៏ប្រេងធម្មជាតិ baby ឬមួយក៏ baby oil ឬមួយក៏លេការពារសង្វារមួយចំនួនដែលយើងអាចលាបថ្នមទៅនឹងស្បែកដែលវាមានអាការៈរមាស់ឬមួយក៏មានអាការៈចង់ដាច់សង្វារហ្នឹង